បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បស្រាយសុវណ្ណសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញភ្នំឬក៏ជួរភ្នំបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញភ្នំជាជួរឬក៏ភ្នំរាងទទឹងគ្នាបាទទទឹងគ្នានោះមានន័យថាការងារដែលកន្លែងពុកម៉ែបងប្អូនកំពុងតែបម្រើការងារនោះនឹងជួបឧបសគ្គនោះគឺការផ្លាស់ប្ដូរតួនាទីឬក៏រុះរើកន្លែងការងារមួយវិញទៀតប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញភ្នំដែរប៉ុន្តែកំពុងតែឡើងភ្នំទីខ្ពស់នោះទំនាយទីថាពុកម៉ែបងប្អូននឹងអស់គ្រោះហើយទទួលបានដំណឹងល្អពីញាតិមិត្តឬការងារដែលគិតនឹងធ្វើនោះនឹងបានផលសម្រេចមកវិញបាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញភ្នំជួរភ្នំឬក៏ភ្នំដែលនៅទទឹងគ្នានោះគឺមានអត្ថន័យមិនសូវល្អទេប៉ុន្តែប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាបានឡើងភ្នំគឺមានអត្ថន័យល្អបាទចំណែកឯលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ89លេខ99លេខ296លេខ298និងលេខ889បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញភ្នំគឺមានអត្ថន័យឬការបកស្រាយជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ